Channel នេះtinរឿងសុំស្វាគមន៍រឿងសត្វចាបសម្លាប់សត្វដំរីស្ដដែលមានដំណើររឿងដូចតទៅមានដំរីស្ដមួយដើររកស៊ីនៅក្នុងព្រៃដាច់ចេញពីហ្វូងតែឯងថ្ងៃមួយបានដើរជួបប្រទះនឹងមេចាបកំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនបានដើរមេចាបនិយាយអង្វរដំរីថាសូមលោកអាណិតមេត្តាកុំដើរចន់កូនខ្ញុំដំរីមិនព្រមទទួលយកពីអង្វរក៏ឆ្លើយតទៅវិញថាអញមិនស្គាល់មិនដឹងអាណាទេអញចេះតែដើរចន់ស្លាប់អាណាក៏ដោយចាប់ឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបានបើទុកជាចាប់ឯងមានចំនួនច្រើនដល់ទៅ 10000 ក៏អញជន់ឆ្លីនឹងជើងឆ្វេងអញតែម្ខាងឲ្យស្លាប់ល្អិតល្អោចអស់ឥតសល់មួយដែរដំរីថាតែប៉ុណ្ណោះហើយក៏ដើរជន់កូនចាប់ខ្ទេចខ្ទីស្លាប់អស់ទៅមេចាប់ឃើញកូនស្លាប់ដូច្នោះហើយក៏កើតទុក្ខក្តៅក្រហាយសោកស្ដាយកូនណាស់ទើបហើទៅទំលើមេឈើហើយនិយាយប្រាប់ដំរីថាដំរីឯងហ៊ានមើងងាយអញត្បិតតែឃើញអញខ្លួនតូចកម្លាំងតិចប៉ុន្តែឯងមិនតាន់ដឹងកម្លាំងប្រាជ្ញាអញទេចាំមើលអញនឹងធ្វើការសងសឹកដល់ឯងវិញមេចាប់និយាយរួចហើយក៏ហើរទៅរកពឹងសัตว์ក្អែកឲ្យទៅចឹកចោះភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាងក្អែកក៏ទទួលយកអាសាទៅមេចាប់ទៅពឹងសัตว์រយទៀតឲ្យរយពងដាក់ភ្នែកដំរីឲ្យកើតជាដង្កូវចុះក្នុងភ្នែកតលតែខ្វាក់ទាំងពីរកាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីรงងឹតមើលផ្លូវមិនឃើញហើយក៏កើតទុក្ខវេទនាលំបាកនឹងរោគស្មៅស៊ីនឹងរោគផឹកទឹកក៏ពុំបានមេចាប់ឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសัตว์កង្កែបឲ្យឡើងទៅយំលើកំពូលភ្នំកាលណាដំរីឮកង្កែបយំមានចិត្តត្រេកអរយ៉ាងខ្លាំងដោយសម្គាល់ថាមានត្រពាំងទឹកទើបដើរឡើងទៅលើកំពូលភ្នំកាលណាដំរីទៅដល់កំពូលភ្នំហើយកង្កែបក៏លោតចុះទៅយំក្នុងជ្រោះវិញដំរីដើរតាមសំឡេងកង្កែបទៅទៀតលុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់បាត់ទៅឯមេចាប់បានដឹងថាដំរីបានស្លាប់ហើយក៏មានចិត្តត្រេកអរយ៉ាងខ្លាំងបាទដំណើររឿងក៏បានចប់តែត្រឹមនឹងបាទសូមអរគុណ